វិបស្សនាកម្មដ្ឋានតាមប្រពៃណីរបស់លោកគ្រូសាយ៉ាខីឧបាឃីនបង្រៀនដោយលោកអាចារ្យប្រមុខស្រីសត្យានារាយ័ន Goenka សិលសាស្ត្រនៃការរស់នៅស្ដីអំពីវិបស្សនាកម្មដ្ឋានប្រវត្តិរបស់លោកស្រីសត្យានារាយ័ន Goenka លោក Goenka ជាគ្រូបង្ហាត់វិបស្សនាកម្មដ្ឋានតាមប្រពៃណីរបស់លោកសាយ៉ាខីឧបាឃីននៃប្រទេសភូមាលោកបានកើតហើយបានទទួលការអប់រំនៅប្រទេសភូមាតែលោកមានវង្សត្រកូលមកពីប្រទេសឥណ្ឌាក្នុងពេលដែលរស់នៅប្រទេសភូមាលោកមានភ័ព្វវាសនាល្អដោយបានជួបជាមួយនឹងលោកឧបាឃីនហើយបានរៀនវិបស្សនាពីលោកគ្រូនេះក្រោយដែលបានហាត់រៀនជាមួយលោកគ្រូអស់ចំនួន14ឆ្នាំលោក Goenka បានទៅតាំងទីនៅឥណ្ឌាហើយបានចាប់ផ្ដើមបង្រៀនវិធីវិបស្សនាកម្មដ្ឋាននេះនៅឆ្នាំ1969ទោះបីនៅក្នុងប្រទេសមួយដែលមានការបែងចែកវណ្ណៈនិងសាសនាផ្សេងគ្នាក៏ដោយធម៌សិក្សារបស់លោក Goenka ធ្វើឲ្យមានការចាប់អារម្មណ៍និងទាក់ទាញមនុស្សរាប់ពាន់នាក់មកពីគ្រប់ទីកន្លែងគ្រប់វណ្ណៈគ្រប់ជាតិសាសន៍គ្រប់ជំនឿនៃសង្គមម្យ៉ាងទៀតមានមនុស្សជាច្រើនមកពីប្រទេសនានានៅក្នុងពិភពលោកបានមកចូលរួមធ្វើធម៌សិក្សាវិបស្សនាកម្មដ្ឋាននេះដែរមកដល់ខែឧសភាឆ្នាំ1982លោក Goenka បានដឹកនាំធម៌សិក្សានេះបានចំនួនលើសពី350នៅប្រទេសឥណ្ឌានិងនៅប្រទេសដទៃទៀតប៉ែកខាងកើតនិងខាងលិចនៅក្នុងឆ្នាំនោះដោយមកពីមានមនុស្សសុំចូលរៀនមានចំនួនកាន់តែច្រើនឡើងលោកបានចាប់ផ្ដើមតែងតាំងគ្រូជំនួយដើម្បីឲ្យជួយដឹកនាំធម៌សិក្សានេះមជ្ឈមណ្ឌលកម្មដ្ឋានលើសពី70បានត្រូវបង្កើតឡើងនៅប្រទេសឥណ្ឌានេប៉ាល់សេរីលង្កាមីយ៉ាន់ម៉ាភូមាថៃឡង់កម្ពុជាតៃវ៉ាន់ម៉ុងហ្គោលីជប៉ុនអូស្ត្រាលីញូហ្សេឡង់អេស្ប៉ាញបារាំងអ៊ីតាលីបែលហ្ស៊ិកអាល្លឺម៉ាញស្វីសចក្រភពអង់គ្លេសកាណាដានិងសហរដ្ឋអាមេរិកហើយធម៌សិក្សាបានប្រព្រឹត្តធ្វើយ៉ាងទៀងទាត់នៅប្រទេសជាច្រើនទៀតក្នុងពិភពលោកបច្ចេកទេសកម្មដ្ឋានដែលលោក Goenka បង្រៀនជាប្រពៃណីមួយចេញមកពីព្រះពុទ្ធជាគ្រូដើមព្រះពុទ្ធមិនដែលបង្រៀនសាសនាដែលប្រកាន់និកាយឡើយព្រះអង្គបង្រៀនធម៌គឺផ្លូវទៅរកការរំដោះដែលជារបស់សាកលតាមប្រពៃណីដដែលនេះការបង្រៀនរបស់លោកមានគោលសំខាន់ឆ្ពោះទៅរកមនុស្សដែលមានដើមកំណើតគ្រប់បែបមកពីគ្រប់សាសនានិងឥតសាសនានិងមកពីគ្រប់ផ្នែកនៃពិភពលោកអត្ថបទដែលលោកអ្នកអាននិងស្ដាប់តទៅនេះមានមូលដ្ឋានចេញមកពីធម៌ទេសនាដែលលោកគ្រូ Goenka បានសម្ដែងនៅទីក្រុងប៊ែនប្រទេសស្វីសនាឆ្នាំ1980សិលសាស្ត្រនៃការរស់នៅស្ដីអំពីវិបស្សនាកម្មដ្ឋានមនុស្សម្នាក់សុទ្ធតែខំស្វែងរកសន្តិភាពនិងសុខដុមរមនាពីព្រោះយើងចេះតែខ្វះសេចក្តីសុខនេះនៅក្នុងជីវភាពរស់នៅសពថ្ងៃរបស់យើងមានពេលខ្លះយើងជួបប្រទះនឹងភាពអន្ទះអន្ទែងសេចក្តីក្តៅក្រហាយភាពមិនស្រស់ស្រួលនឹងការឈឺចាប់កាលណាយើងមានភាពអន្ទះអន្ទែងនេះយើងមិនដែលទទួលរងទុក្ខនេះតែម្នាក់ឯងទេយើងតែងតែចែកវាទៅឲ្យអ្នកដទៃផងដែរភាពអន្ទះអន្ទែងនេះជ្រាបចូលទៅក្នុងបរិយាកាសនៅជុំវិញមនុស្សរងទុក្ខមនុស្សគ្រប់គ្នាដែលចូលមកប្រស្រ័យនឹងមនុស្សនេះនឹងប្រែទៅជាក្តៅក្រហាយទៅជាអន្ទះអន្ទែងរបៀបរស់នៅបែបនេះពិតជាមិនត្រឹមត្រូវឡើយមនុស្សម្នាក់ត្រូវតែរស់នៅដោយសន្តិភាពជាមួយខ្លួនឯងផងជាមួយអ្នកឯទៀតផងទោះជាយ៉ាងណាក៏ដោយមនុស្សលោកជាជនសង្គមត្រូវរស់នៅក្នុងសង្គមត្រូវរស់ហើយត្រូវប្រស្រ័យជាមួយអ្នកឯទៀតតើយើងត្រូវធ្វើដូចម្តេចដើម្បីរស់នៅដោយសន្តិភាពតើយើងត្រូវធ្វើដូចម្តេចដើម្បីស្ថិតនៅដោយសុខដុមរមនាជាមួយខ្លួនយើងហើយរក្សាឲ្យមានសន្តិភាពនិងសុខដុមរមនានៅជុំវិញខ្លួនយើងផងដើម្បីឲ្យអ្នកដទៃអាចរស់នៅដោយសន្តិភាពនិងសុខដុមរមនាផងគេមានភាពអន្ទះអន្ទែងដើម្បីរំដោះចេញពីទុក្ខគេត្រូវដឹងដើមហេតុជាមូលដ្ឋាន
ដែលនាំឲ្យគេអន្ទះអន្ទែងដែលនាំឲ្យគេកើតទុក្ខជាមុនសិនបើគេខំសង្កេតបញ្ហានេះដោយពិនិត្យពិច័យវានឹងប្រែទៅជាច្បាស់ណាស់ថាកាលណាគេចាប់ផ្ដើមបង្កើតភាពអកុសលឬកិលេសណាមួយនៅក្នុងចិត្តគេត្រូវតែក្លាយទៅជាអន្ទះអន្ទែងភាពអកុសលកិលេសឬគ្រឿងសៅហ្មងនៅក្នុងចិត្តមិនអាចរួមរស់នៅជាមួយសន្តិភាពនិងសុខដុមរមនាបានឡើយតើគេចាប់បង្កើតភាពអកុសលយ៉ាងដូចម្តេចដោយសារការសង្កេតមើលដោយពិនិត្យពិច័យវាប្រែទៅជាច្បាស់ណាស់ថាកាលណាខ្ញុំឃើញនរណាម្នាក់មានចរិយាមេរយាទដែលខ្ញុំមិនចូលចិត្តកាលណាខ្ញុំឃើញវត្ថុអ្វីមួយដែលខ្ញុំមិនចូលចិត្តកើតឡើងខ្ញុំប្រែទៅជាមិនសប្បាយរបស់ដែលខ្ញុំមិនចង់បានកើតឡើងខ្ញុំបង្កើតភាពតានតឹងនៅក្នុងខ្លួនរបស់ដែលខ្ញុំចង់បានមិនកើតឡើងទេឧបសគ្គខ្លះមករារាំងខ្ញុំក៏បង្កើតភាពតានតឹងនៅក្នុងខ្លួនខ្ញុំដែរខ្ញុំចាប់ចងចំណងនៅក្នុងខ្លួននៅក្នុងជីវភាពទាំងមូលរបស់ដែលមិនចង់បានចេះតែកើតឡើងឯរបស់ដែលចង់បានជួនកាលកើតឡើងជួនកាលមិនកើតឡើងទេដំណើរប្រតិកម្មបង្កើតជាចំណងមួយយ៉ាងមាំដែលចេះតែធ្វើឲ្យរចនាសម្ព័ន្ធចិត្តនិងកាយទាំងមូលមានភាពតានតឹងគឺពោពេញទៅដោយភាពអកុសលនាំឲ្យយើងក្លាយទៅជារងទុក្ខឥឡូវនេះមានដំណោះស្រាយមួយសម្រាប់បញ្ហាហ្នឹងគឺថាធ្វើយ៉ាងណាកុំឲ្យរបស់ដែលខ្ញុំមិនចង់បានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំហើយធ្វើយ៉ាងណាដើម្បីឲ្យរបស់ដែលខ្ញុំចង់បានចេះតែកើតឡើងដោយបំណងខ្ញុំត្រូវតែមានឥទ្ធិពលបែបនេះឬមួយត្រូវតែមាននរណាម្នាក់មានឥទ្ធិពលនេះហើយមកជួយខ្ញុំកាលណាខ្ញុំសូមឲ្យជួយគឺថាសូមកុំឲ្យរបស់ដែលខ្ញុំមិនចង់បានកើតឡើងហើយសូមឲ្យរបស់ដែលខ្ញុំចង់បានចេះតែកើតឡើងប៉ុន្តែនេះជាការមួយដែលគេមិនអាចធ្វើបានឡើយនៅក្នុងโลกនេះគ្មាននរណាម្នាក់ចេះតែបានអ្វីដោយបំណងគ្មានរបស់អ្វីនៅក្នុងជីវិតនេះចេះតែកើតឡើងដោយសេចក្តីប្រាថ្នានោះទេហើយរបស់ដែលគេមិនចង់បានមិនមែនសុទ្ធតែមិនកើតឡើងតាមប្រាថ្នាឡើយផ្ទុយទៅវិញអ្វីចេះតែកើតឡើងខុសពីបំណងខុសពីសេចក្តីប្រាថ្នារបស់យើងជានិច្ចដូច្នេះបញ្ហាគឺថាតើគេត្រូវធ្វើដូចម្តេចកុំឲ្យមានប្រតិកម្មដោយងងឹតងងល់ចំពោះរបស់ដែលយើងមិនចូលចិត្តនេះតើត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យយើងមានភាពតានតឹងនៅក្នុងចិត្តតើត្រូវធ្វើដូចម្តេចដើម្បីស្ថិតនៅដោយសន្តិភាពនិងសុខដុមរមនាបាននៅប្រទេសឥណ្ឌាក៏ដូចជានៅប្រទេសឯទៀតដែរអរិយបុគ្គលទាំងឡាយក្នុងសម័យបុរាណបានសិក្សាបញ្ហាទុក្ខរបស់មនុស្សហើយបានរកឃើញការដោះស្រាយមួយបើរបស់អ្វីមួយដែលគេមិនចង់បានកើតឡើងហើយគេចាប់ធ្វើប្រតិកម្មដោយបង្កើតកំហឹងការភ័យខ្លាចឬភាពអកុសលណាមួយនោះគេត្រូវតែប្រញាប់បង្វែរសតិរបស់គេទៅលើរបស់ផ្សេងដូចជាគេក្រោកឈរឡើងយកទឹកមួយកែវមកផឹកកំហឹងរបស់គេមិនបង្កើនចំនួនទេហើយគេនឹងចេញផុតពីកំហឹងនេះបើមិនដូច្នោះទេគេចាប់រាប់1 2 3 4ឬគេក៏ទន្ទិញពាក្យមួយម៉ាត់ឬមួយប្រយោគឬមុនអ្វីមួយឬគេទន្ទិញឈ្មោះព្រះអាទិទេពឬបុគ្គលបរិសុទ្ធណាមួយដែលគេគោរពបូជាចិត្តរបស់គេនឹងត្រូវងាកចេញទៅទីផ្សេងហើយគេនឹងបានចេញផុតមួយកម្រិតពីភាពអកុសលពីកំហឹងនេះការដោះស្រាយនេះមានប្រសិទ្ធភាពហើយនៅតែមានប្រសិទ្ធភាពទៀតដោយសាររបៀបនេះចិត្តហាក់ដូចជាបានរំដោះពីភាពអន្ទះអន្ទែងប៉ុន្តែតាមការពិតការដោះស្រាយនេះមានប្រសិទ្ធភាពតែត្រឹមថ្នាក់សើលើរបស់ចិត្តប៉ុណ្ណោះទេដោយសារតែការបង្វែរសតិនេះគេត្រូវរុញភាពអកុសលឲ្យចូលជ្រៅទៅក្នុងថ្នាក់ទីជម្រៅនៃចិត្តហើយនៅថ្នាក់នឹងគេត្រូវបន្តបង្កើតនិងបង្កើនចំនួនកិលេសដដែលនេះនៅផ្ទៃខាងលើមានស្រទាប់សន្តិភាពនិងសុខដុមរមនាពិតមែនប៉ុន្តែនៅទីជម្រៅនៃចិត្តមានភ្នំភ្លើងដេកសំងំនៃភាពអកុសលដែលគេបានសន្ធប់ចោលទោះឆាប់ឬយូរភ្នំភ្លើងដែលដេកសំងំនេះនឹងផ្ទុះចេញមកយ៉ាងខ្លាំងអ្នករុករកសេចក្តីពិតខាងក្នុងដទៃទៀតបានចូលជ្រៅទៅថែមទៀតហើយបានរកឃើញថា
ដោយសារការពិសោធន៍ឃើញការពិតអំពីចិត្តនិងកាយនៅក្នុងខ្លួនរបស់គេបានទទួលស្គាល់ថាការបង្វែរសតិគឺគ្រាន់តែជាការរត់គេចពីបញ្ហាតែប៉ុណ្ណោះការគេចវេះមិនមែនជាការដោះស្រាយទេគេត្រូវតែប្រឈមមុខនឹងបញ្ហាកាលណាមានភាពអកុសលមួយកើតឡើងនៅក្នុងចិត្តសូមគ្រាន់តែពិនិត្យមើលសូមគ្រាន់តែប្រឈមមុខនឹងភាពអកុសលនេះប៉ុណ្ណោះនៅពេលណាដែលគេចាប់ផ្ដើមពិនិត្យមើលកិលេសណាមួយភ្លាមកិលេសនោះនឹងចាប់ថមថយកម្លាំងរួចហើយនឹងត្រូវស្វិតស្រពោនបន្តិចម្ដងហើយនឹងត្រូវដាច់ឫសគល់ការដោះស្រាយមួយយ៉ាងប្រសើរគឺការជៀសវាងចុងបំផុតទាំងពីរខាងគឺការសន្ធប់ចោលនិងការបណ្ដោយឲ្យប្រព្រឹត្តតាមចិត្តការរក្សាទុកភាពអកុសលនៅក្នុងទីជម្រៅនៃចិត្តមិនអាចធ្វើឲ្យភាពអកុសលនេះដាច់ឫសគល់បានឡើយហើយការបណ្ដោយឲ្យភាពអកុសលនេះបញ្ចេញឲ្យឃើញតាមអំពើដោយកាយឬដោយវាចាក៏គ្រាន់តែនឹងបង្កើតឲ្យមានបញ្ហាកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះប៉ុន្តែបើគេគ្រាន់តែពិនិត្យមើលនោះកិលេសនឹងត្រូវវិនិច្ឆ័យបាត់ហើយគេបានធ្វើឲ្យភាពអកុសលនេះដាច់ឫសគល់ហើយគេនឹងត្រូវបានរំដោះចេញពីកិលេសនេះរឿងនេះហាក់ដូចជាអស្ចារ្យណាស់ប៉ុន្តែតើគេអាចនឹងយកវាមកអនុវត្តបានឬទេចំពោះមនុស្សជាមធ្យមតើគេអាចប្រឈមមុខនឹងកិលេសបានដោយងាយឬទេកាលណាកំហឹងកើតមានឡើងវានឹងមកគ្របសង្កត់លើយើងយ៉ាងឆាប់រហ័សមិនឲ្យយើងបានដឹងខ្លួនជាមុនផងដូច្នេះកាលណាកំហឹងគ្របសង្កត់មកលើយើងហើយយើងប្រព្រឹត្តអំពើខ្លះដោយកាយឬដោយវាចាដែលធ្វើឲ្យមានទុក្ខដល់ខ្លួនឯងនិងដល់អ្នកដទៃក្រោយមកកាលណាកំហឹងបានកន្លងផុតទៅយើងក៏តាំងយំសោកហើយមានការសោកស្ដាយខំសុំទោសគេឯងខំសុំទោសព្រះអាទិទេពព្រះម្ចាស់ថ្លៃហើយខ្ញុំខុសហើយសូមអត់ទោសឲ្យខ្ញុំផងប៉ុន្តែនៅពេលក្រោយមកទៀតក្នុងស្ថានភាពដដែលដូចគ្នាយើងនៅតែធ្វើប្រតិកម្មដដែលសារជាថ្មីទៀតការសោកស្ដាយទាំងប៉ុន្មានគ្មានប្រយោជន៍អ្វីសោះការដែលពិបាកគឺមកពីខ្ញុំមិនដឹងខ្លួនថានៅពេលណាដែលកិលេសចាប់ផ្ដើមកើតឡើងកិលេសចាប់កើតឡើងនៅថ្នាក់ទីជម្រៅនៃចិត្តហើយនៅពេលដែលវាឡើងមកដល់ថ្នាក់ខាងលើវាមានកម្លាំងខ្លាំងណាស់ទាល់តែវាអាចគ្របសង្កត់លើខ្ញុំធ្វើឲ្យខ្ញុំមិនអាចពិនិត្យមើលវាបានឡើយហេតុនេះខ្ញុំត្រូវតែមានលេខាធិការផ្ទាល់ខ្លួនខ្ញុំម្នាក់នៅជាមួយកាលណាកំហឹងកើតមានឡើងលេខាធិការនោះត្រូវប្រាប់ខ្ញុំថាណែលោកកំហឹងកើតឡើងហើយប៉ុន្តែដោយមកពីខ្ញុំមិនអាចដឹងបានថាតើកំហឹងនេះនឹងកើតឡើងនៅពេលណាម៉ោងណាឲ្យពិតប្រាកដនោះខ្ញុំត្រូវតែមានលេខាធិការផ្ទាល់ខ្លួន3នាក់សម្រាប់ផ្លាស់ប្ដូរវេនគ្នា3ដងក្នុង24ម៉ោងឬក៏4នាក់ផងសម្រាប់ជំនួសម្នាក់ដែលត្រូវទៅវិសមកាលឧបមាថាខ្ញុំមានលុយសម្រាប់ធ្វើចំណាយបែបនេះចុះហើយកំហឹងក៏ចាប់ផ្ដើមឡើងភ្លាមនោះលេខាធិការក៏ប្រាប់ខ្ញុំថាណែលោកមើលណោកំហឹងកើតឡើងហើយការជាដំបូងដែលខ្ញុំធ្វើគឺខ្ញុំទះកំភ្លៀងលេខាធិការនេះយីឯងឈួតទេឬឯងស្មានថាអញចាញ់លុយដើម្បីឲ្យឯងមកព្រមានអញដូច្នេះឬកំហឹងបានក្របសង្កត់នាំឲ្យពាក្យទូនមានល្អមិនជួយខ្ញុំបន្តិចសោះឥឡូវនេះឧបមាថាមានកតិបណ្ឌិតមួយខ្ញុំមិនទះកំភ្លៀងលេខាធិការទេខ្ញុំត្រឡប់ជានិយាយថាអរគុណឯងហើយឥឡូវនេះខ្ញុំត្រូវតែអង្គុយចុះហើយពិនិត្យមើលកំហឹងរបស់ខ្ញុំតើខ្ញុំអាចធ្វើបានឬទេឆ្លើយថាមិនបានទេគ្រាន់តែខ្ញុំធ្មេចភ្នែកហើយពិនិត្យមើលកំហឹងភ្លាមមនុស្សឬឧបទ្ទហេតុដែលនាំឲ្យខ្ញុំខឹងនឹងចូលមកក្នុងចិត្តខ្ញុំភ្លាមដែរដោយហេតុនេះខ្ញុំមិនបានពិនិត្យមើលកំហឹងទេខ្ញុំគ្រាន់តែពិនិត្យមើលថ្នាំដាស់កំហឹងនៅខាងក្រៅតែប៉ុណ្ណោះការនេះគ្រាន់តែបង្កើនកម្លាំងទំហំកំហឹងឲ្យខ្លាំងថែមទៀតនេះមិនមែនជាការដោះស្រាយអ្វីឡើយពិនិត្យមើលភាពអកុសលមើលការរំជួលចិត្តដែលជារបស់ឥតរូបដោយកុំឲ្យគិតពីវត្ថុនៅខាងក្រៅដែលនាំឲ្យកើតភាពអកុសលនេះជាការពិបាកណាស់ប៉ុន្តែចំពោះលោកដែលបានទៅដល់សេចក្តីពិតចុងបំផុតបរមត្តសច្ចៈលោកបានរកឃើញការដោះស្រាយពិតប្រាកដលោកបានរកឃើញថាកាលណាកិលេសមួយកើតឡើងនៅក្នុងចិត្តមានរបស់ពីរត្រូវកើតឡើងព្រមគ្នានៅក្នុងរូបកាយ
ទី1គឺដង្ហើមត្រូវប្រែខុសពីធម្មតាយើងដកដង្ហើមខ្លាំងកាលណាមានភាពអកុសលណាមួយនៅក្នុងចិត្តនេះជាការស្រួលពិនិត្យមើលណាស់ទី2នៅថ្នាក់ល្អិតល្អន់មានជាតិជីវគីមីខ្លះចាប់ផ្ដើមកើតឡើងនៅក្នុងកាយគឺមានវេទនាផ្សេងកិលេសមួយនឹងបង្កើតវេទនាមួយបែបដូចនេះឬដូចនោះនៅត្រង់ផ្នែកនេះឬផ្នែកនោះនៃកាយនេះជាការដោះស្រាយមួយដែលស្រួលបដិបត្តិមនុស្សធម្មតាមិនអាចពិនិត្យមើលកិលេសនៃចិត្តដែលជារបស់ឥតរូបដូចជាការភ័យខ្លាចកំហឹងឬការជាប់ចិត្តបានទេប៉ុន្តែដោយសារការហាត់វឹកវើនិងការបដិបត្តិដោយត្រឹមត្រូវគេអាចពិនិត្យមើលដង្ហើមនិងវេទនានៅក្នុងខ្លួនបានដោយងាយដង្ហើមនិងវេទនាទាំងពីរនេះមានការតាក់ទងផ្ទាល់ជាមួយនឹងកិលេសនៃចិត្តដង្ហើមនិងវេទនានឹងជួយខ្ញុំដោយរបៀបពីរយ៉ាងជាដំបូងរបស់ទាំងពីរនេះនឹងទៅជាលេខាធិការផ្ទាល់ខ្លួនរបស់ខ្ញុំនៅពេលណាដែលកិលេសមួយចាប់ផ្ដើមឡើងនៅក្នុងចិត្តភ្លាមដង្ហើមរបស់ខ្ញុំនឹងបាត់ភាពធម្មតាវាចាប់ផ្ដើមស្រែកថាមើលចុះមានអ្វីមួយមិនស្រួលកើតឡើងហើយខ្ញុំមិនអាចទះកំភ្លៀងដង្ហើមបានទេខ្ញុំត្រូវតែទទួលស្ដាប់សេចក្តីព្រមាននេះដូចគ្នានេះដែរវេទនានឹងប្រាប់ខ្ញុំកាលណាមានអ្វីមួយដើរមិនស្រួលហេតុនេះដោយបានទទួលសេចក្តីព្រមានហើយខ្ញុំក៏តាំងចាប់ផ្ដើមពិនិត្យមើលដង្ហើមមើលវេទនារបស់ខ្ញុំហើយខ្ញុំនឹងសង្កេតឃើញយ៉ាងរហ័សថាកិលេសនឹងត្រូវវិនិច្ឆ័យបាត់ទៅវិញបាតុភូតនៃចិត្តនិងកាយនេះគឺដូចជាប្រកៈទាំងពីរចំហៀងម្ខាងគឺគំនិតឬការរំជួលចិត្តដែលកើតមានឡើងនៅក្នុងចិត្តចំហៀងម្ខាងទៀតគឺដង្ហើមនិងវេទនានៅក្នុងរូបកាយគំនិតឬការរំជួលចិត្តណាមួយទោះបីដឹងក្តីឬមិនដឹងក្តីកិលេសចិត្តណាមួយតែងតែបានបង្ហាញឲ្យឃើញជាក់ស្ដែងនៅក្នុងដង្ហើមនិងវេទនានៅក្នុងឱកាសនោះដូច្នេះដោយសារការពិនិត្យមើលដង្ហើមឬវេទនាខ្ញុំបានពិនិត្យកិលេសដោយត្រង់ចំផ្ទាល់តែម្ដងជាជំនួសការរត់គេចពីបញ្ហាខ្ញុំប្រឈមមុខតទល់នឹងសេចក្តីពិតទៅតាមសភាវៈពិតរបស់វាពេលនោះខ្ញុំនឹងសង្កេតឃើញថាកិលេសថយហើយមិនអាចគ្របសង្កត់មកលើខ្ញុំបានដោយកាលពីមុនទៀតទេបើខ្ញុំចេះតែព្យាយាមធ្វើតទៅកិលេសនឹងត្រូវវិនិច្ឆ័យបាត់អស់ហើយខ្ញុំបានសន្តិភាពនិងសុភមង្គលតាមរបៀបនេះបច្ចេកទេសពិនិត្យមើលខ្លួនឯងបង្ហាញយើងឲ្យឃើញការពិតនៅក្នុងទិដ្ឋភាពពីរគឺនៅខាងក្នុងនិងនៅខាងក្រៅកាលពីមុនយើងចេះតែមើលដោយភ្នែកបើកហើយភ្លេចសេចក្តីពិតនៅខាងក្នុងខ្ញុំចេះតែមើលទៅក្រៅដើម្បីរកហេតុដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តខ្ញុំចេះតែបន្ទោសហើយខំផ្លាស់ប្ដូរការពិតនៅខាងក្រៅដោយមិនដឹងការពិតនៅខាងក្នុងនិងដោយមកពីប្រតិកម្មងងឹតងងល់របស់ខ្ញុំផ្ទាល់ខ្ញុំមិនដែលយល់សោះថាដើមហេតុនៃទុក្ខស្ថិតនៅខាងក្នុងឯណោះទៅវិញទេឥឡូវនេះដោយសារការហាត់វឹកវើខ្ញុំអាចមើលមុខម្ខាងទៀតនៃប្រកៈខ្ញុំអាចមានសតិដឹងអំពីដង្ហើមនិងអំពីអ្វីៗដែលកើតឡើងនៅខាងក្នុងផងដែរទោះជាអ្វីក៏ដោយឬមួយដង្ហើមឬមួយវេទនាខ្ញុំគ្រាន់តែហាត់រៀនពិនិត្យមើលវាដោយមិនបាត់លំនឹងចិត្តខ្ញុំឈប់ធ្វើប្រតិកម្មឈប់បង្កើនភាពរងទុក្ខផ្ទុយទៅវិញខ្ញុំបណ្ដោយឲ្យកិលេសចេញមកហើយវិនិច្ឆ័យបាត់ទៅវិញបើគេបដិបត្តិវិធីនេះបានច្រើនប៉ុណ្ណាគេក៏អាចរំដោះខ្លួនចេញពីភាពអកុសលបានប៉ុណ្ណោះដែរបន្តិចម្ដងចិត្តនឹងត្រូវបានរំដោះចេញពីកិលេសទាំងឡាយហើយប្រែទៅជាបរិសុទ្ធចិត្តបរិសុទ្ធតែងពោពេញដោយមេត្តាចំពោះអ្នកដទៃទាំងអស់ដោយមិនប្រាថ្នាទាញយកផលប្រយោជន៍អ្វីត្រឡប់មកវិញឡើយតែពោពេញដោយករុណាចំពោះការខ្វះខាតនិងទុក្ខរបស់អ្នកដទៃពោពេញដោយមុទិតាគឺសេចក្តីត្រេកអរចំពោះជោគជ័យនិងសុភមង្គលរបស់អ្នកដទៃពោពេញដោយឧបេក្ខាគឺភាពមិនលំអៀងចិត្តចំពោះស្ថានភាពគ្រប់បែបយ៉ាងកាលណាគេបានទៅដល់ដំណាក់នេះហើយភិនភាគជីវភាពទាំងមូលរបស់គេចាប់ផ្លាស់ប្ដូរគេមិនអាចធ្វើអ្វីមួយដោយកាយឬដោយវាចាដែលនាំឲ្យខូចសន្តិភាពនិងសុខដុមរមនារបស់អ្នកដទៃឡើយផ្ទុយទៅវិញចិត្តដែលមានលំនឹងមិនគ្រាន់តែប្រែទៅជាសុខសន្តិភាពចំពោះខ្លួនឯងប៉ុណ្ណោះទេតែអាចជួយអ្នកដទៃឲ្យប្រែទៅជាមានសុខសន្តិភាពផងដែរ
បរិយាកាសនៅជុំវិញមនុស្សបែបនេះនឹងប្រែទៅជាពោពេញដោយសន្តិភាពនិងសុខដុមរមនាហើយសុខនេះនឹងចាប់ផ្ដើមជ្រាបទៅដល់អ្នកដទៃផងដែរដោយមកពីការហាត់រៀនដើម្បីស្ថិតនៅដោយមានលំនឹងចំពោះមុខស្ថានភាពអ្វីៗទាំងអស់គេពិសោធន៍ឃើញខាងក្នុងហើយបណ្ដុះបណ្ដាលការមិនប្រកាន់ខ្ជាប់លើអ្វីៗទាំងអស់ដែលគេជួបប្រទះនៅក្នុងស្ថានភាពខាងក្រៅថែមទៀតផងប៉ុន្តែការមិនប្រកាន់ខ្ជាប់នេះមិនមែនជាការគេចវេះឬការប្រងើយកន្តើយចំពោះបញ្ហានៃអ្នកដទៃទាំងឡាយនោះទេអ្នកចម្រើនវិបស្សនាកម្មដ្ឋានប្រែទៅជាឆាប់ចាប់អារម្មណ៍ចំពោះទុក្ខអ្នកដទៃហើយខំអស់ពីចិត្តដើម្បីជួយសម្រាលទុក្ខរបស់អ្នកដទៃតាមរបៀបដែលខ្លួនអាចធ្វើទៅបានមិនមែនដោយភាពអន្ទះអន្ទែងណាមួយទេតែដោយចិត្តពោពេញទៅដោយមេត្តាករុណាមុទិតានិងឧបេក្ខាគេហាត់រៀនធ្វើរបៀបបដិញ្ញាចិត្តពេញទីក្នុងការជួយអ្នកដទៃហើយក្នុងពេលជាមួយគ្នានោះរក្សាលំនឹងចិត្តរបស់គេផងតាមរបៀបនេះគេស្ថិតនៅដោយសន្តិភាពនិងសុខសប្បាយនៅពេលដែលគេធ្វើការដើម្បីសន្តិភាពនិងសុភមង្គលរបស់អ្នកដទៃនេះហើយជាការព្រានប្រដៅរបស់ព្រះពុទ្ធរបៀបរស់នៅមួយ An Art of Living ព្រះអង្គមិនដែលបង្កើតឬព្រានប្រដៅសាសនាឬនិកាយនិយមណាមួយឡើយព្រះអង្គមិនដែលបង្ហាត់បង្រៀនសាវកព្រះអង្គឲ្យប្រារព្ធធ្វើពិធីបុណ្យពិធីសាសនាឬទម្រង់ការងងឹតងងុលទេឥតខ្លឹមសារណាមួយនោះទេផ្ទុយទៅវិញទ្រង់គ្រាន់តែបង្រៀនឲ្យពិនិត្យមើលធម្មជាតិតាមភាពពិតរបស់វាដោយពិនិត្យមើលការពិតនៅខាងក្នុងតែប៉ុណ្ណោះដោយមកពីអវិជ្ជាយើងចេះតែធ្វើប្រតិកម្មតាមរបៀបមួយដែលធ្វើទុកដល់ខ្លួនឯងផងនិងធ្វើទុកដល់អ្នកដទៃផងប៉ុន្តែកាលណាបញ្ញាកើតឡើងគឺបញ្ញាដែលកើតមកពីការពិនិត្យមើលការពិតតាមភាពពិតយើងនឹងត្រូវបានចេញរួចផុតពីទម្លាប់ប្រតិកម្មនេះកាលណាគេលែងធ្វើប្រតិកម្មដោយងងឹតងងុលនោះគេអាចធ្វើអំពើដោយពិតប្រាកដអំពើដែលប្រព្រឹត្តឡើងដោយចិត្តមានលំនឹងនិងមានភាពជាឧបេក្ខាចិត្តដែលមើលឃើញហើយយល់សេចក្តីពិតអំពើបែបនេះអាចគ្រាន់តែជាអំពើកុសលអំពើបង្កើតផលអំពើមានប្រយោជន៍ដល់ខ្លួនឯងនិងដល់អ្នកដទៃលោកអ្នកប្រាជ្ញគ្រប់គ្នាតែងទូន្មានថាការដែលសំខាន់ចាំបាច់គឺត្រូវស្គាល់ខ្លួនឯងគេត្រូវស្គាល់ខ្លួនឯងមិនមែនគ្រាន់តែនៅថ្នាក់ប្រាជ្ញាឆ្លៀសវៃនៅថ្នាក់គំនិតនិងនៅថ្នាក់ទ្រឹស្ដីតែប៉ុណ្ណោះទេនេះក៏មិនមែនមានន័យថាត្រូវស្គាល់នេះនៅថ្នាក់ការរំជួលចិត្តឬនៅថ្នាក់ភក្តីភាពនោះក៏ទេដែរឬមួយត្រូវតែទទួលយកដោយងងឹតងងុលចំពោះអ្វីដែលខ្លួនគ្រាន់តែបានយល់ឬបានអានក៏មិនមែនដែរការស្គាល់បែបនេះមិនគ្រប់គ្រាន់ទេគេត្រូវស្គាល់ការពិតតាមការពិសោធន៍គេត្រូវពិសោធន៍ការពិតរបស់បាតុភូតនៃចិត្តនិងកាយនេះដោយផ្ទាល់គឺមានតែការពិសោធន៍នេះទេដែលអាចនឹងជួយយើងឲ្យរំដោះចេញពីកិលេសពីទុក្ខបានការពិសោធន៍ផ្ទាល់ចេញពីការពិតខ្លួនឯងបច្ចេកទេសពិនិត្យមើលខ្លួនឯងនេះហើយដែលហៅថាវិបស្សនាកម្មដ្ឋានតាមភាសានៃប្រទេសឥណ្ឌានាពុទ្ធសម័យបស្សនាមានន័យថាមើលឃើញដោយភ្នែកបើកតាមរបៀបធម្មតាប៉ុន្តែវិបស្សនាមានន័យថាពិនិត្យមើលរបស់ទាំងឡាយតាមភាពពិតមិនមែនគ្រាន់តែតាមភាពប្រហាក់ប្រហែលឡើយសេចក្តីពិតតាមអាការៈក្រៅត្រូវតែទំនុះចូលរហូតទាល់តែគេបានចូលរហូតទៅដល់សេចក្តីពិតទីបំផុតរបស់រចនាសម្ព័ន្ធនៃចិត្តនិងកាយទាំងមូលកាលណាគេពិសោធន៍ឃើញសេចក្តីពិតនេះហើយគេឈប់លែងធ្វើប្រតិកម្មដោយងងឹតងងុលគេលែងបង្កើតកិលេសទៀតហើយដូច្នេះដោយឯងកិលេសចាស់នឹងត្រូវដាច់ឬដាច់គល់បន្តិចម្ដងគេត្រូវតែបានចេញផុតពីភាពរងទុក្ខទាំងអស់ហើយពិសោធន៍ឃើញសេចក្តីសប្បាយរីករាយពិតប្រាកដនៅក្នុងធម៌សិក្សាគេបង្រៀនការហាត់វឹកវើចិត្តដែលមាន3ជំហានជាដំបូងគេវាចាកអំពើដោយកាយឬដោយវាចាដែលធ្វើឲ្យខូចសន្តិភាពនិងសុខដុមរមនារបស់អ្នកដទៃគេមិនអាចធ្វើការរំដោះខ្លួនចេញពីកិលេសបានទេបើក្នុងពេលជាមួយគ្នានោះគេនៅតែបន្តការប្រព្រឹត្តអំពើដោយកាយដោយវាចាដែលគ្រាន់តែជាអំពើមួយសម្រាប់តែបង្កើនចំនួនកិលេសប៉ុណ្ណោះដោយហេតុនេះច្បាប់ធម្មចរិយាគឺសិលជាជំហានមួយសំខាន់ទី1នៃការបដិបត្តិនេះ
គេត្រូវសន្យាថាគេមិនសម្លាប់មិនលួចមិនប្រព្រឹត្តខុសក្នុងកាមមិននិយាយកុហកនិងមិនប្រើប្រាស់គ្រឿងញៀនដោយវាចាអំពើទាំងឡាយនេះគេទុកចិត្តឲ្យស្ងប់ឡើងគឺជំហានជាបន្ទាប់គឺការបណ្ដុះបណ្ដាលការធ្វើម្ចាស់លើចិត្តដែលមិនទាន់សាំងនេះដោយបង្ហាត់វឹកវើចិត្តឲ្យនៅជាប់ជាមួយនឹងអារម្មណ៍តែមួយគឺដង្ហើមគេត្រូវខំរក្សាសតិរបស់គេទៅលើដង្ហើមឲ្យបានយ៉ាងយូរដែលអាចធ្វើទៅបាននេះមិនមែនជាការហាត់ដកដង្ហើមទេគេមិនត្រូវធ្វើដង្ហើមឲ្យដើរទៀងទាត់ទេផ្ទុយទៅវិញគេត្រូវពិនិត្យមើលដង្ហើមតាមធម្មជាតិរបស់វានិងតាមភាពពិតតាមភាពដែលដង្ហើមចូលតាមភាពដែលដង្ហើមចេញជាធម្មតាតាមរបៀបនេះគេត្រូវតែធ្វើចិត្តឲ្យស្ងប់ថែមទៀតដើម្បីកុំឲ្យភាពអកុសលកាចសាហាវទាំងឡាយអាចមកគ្របសង្កត់លើគេបានទៀតឡើយក្នុងពេលដដែលនោះគេត្រូវតែធ្វើចិត្តឲ្យមូលសម្រួចវាឲ្យមុតស្រួចដែលអាចបង្កើតបញ្ញាបានជំហានទាំងពីរខាងដើមនៃការរស់នៅដោយធម្មចរិយាការត្រួតត្រាលើចិត្តនេះជាការចាំបាច់ហើយមានប្រយោជន៍ណាស់ប៉ុន្តែជំហានទាំងពីរនេះនឹងនាំទៅរកការបង្ក្រាបខ្លួនឯងបានលុះត្រាតែគេឈានជំហានទី3តទៅទៀតគឺការធ្វើចិត្តឲ្យបរិសុទ្ធចេញពីភាពអកុសលដោយបណ្ដុះបណ្ដាលបញ្ញានៅក្នុងធម្មជាតិផ្ទាល់ខ្លួនរបស់គេនេះហើយវិបស្សនាគឺពិសោធន៍ឃើញការពិតរបស់ខ្លួនឯងផ្ទាល់តាមការពិនិត្យមើលដោយឥតលំអៀងនិងដោយឥតជាប់ចិត្តចំពោះបាតុភូតនៃចិត្តនិងកាយដែលចេះតែផ្លាស់ប្ដូរដែលបញ្ចេញខ្លួនវាមកជាវេទនានៅក្នុងខ្លួនការព្រានប្រដៅនេះគេអាចបដិបត្តិបានគ្រប់គ្នាមនុស្សម្នាក់សុទ្ធតែប្រឈមមុខនឹងបញ្ហានៃទុក្ខនេះជាជំងឺសាកលដែលត្រូវការថ្នាំសាកលមិនមែនថ្នាំប្រកាន់និកាយទេកាលណាគេមានទុក្ខដោយមកពីកំហឹងនេះមិនមែនជាកំហឹងរបស់អ្នកកាន់សាសនាព្រះពុទ្ធកំហឹងហិណ្ឌូកំហឹងគ្រីស្ទានឡើយកំហឹងគឺកំហឹងកាលណាគេក្លាយទៅជាអន្ទះអន្ទែងដោយមកពីកំហឹងនេះភាពអន្ទះអន្ទែងនេះក៏មិនមែនជាភាពអន្ទះអន្ទែងរបស់អ្នកកាន់សាសនាព្រះពុទ្ធភាពអន្ទះអន្ទែងរបស់គ្រីស្ទានឬភាពអន្ទះអន្ទែងរបស់ហិណ្ឌូឡើយថ្នាំព្យាបាលត្រូវតែជាថ្នាំសាកលដូចគ្នាវិបស្សនាជាថ្នាំព្យាបាលនឹងគ្មាននរណាម្នាក់អាចជំទាស់នឹងច្បាប់នៃការរស់នៅដែលទទួលគោរពសន្តិភាពនិងសុខដុមរមនារបស់អ្នកដទៃនោះបានឡើយគ្មាននរណាម្នាក់អាចជំទាស់នឹងការបណ្ដុះបណ្ដាលបញ្ញានៅក្នុងការពិតរបស់ខ្លួនផ្ទាល់ដែលជាហេតុនាំឲ្យចិត្តចេញផុតពីភាពអកុសលទាំងឡាយនោះបានឡើយវិបស្សនាជាផ្លូវសាកលមួយការពិនិត្យមើលការពិតតាមភាពពិតដោយពិនិត្យមើលសេចក្តីពិតនៅខាងក្នុងនេះជាការស្គាល់ខ្លួនឯងតាមរយៈការពិសោធន៍ពិតនៅពេលដែលគេបដិបត្តិបច្ចេកទេសនេះគេចេះតែបានរំដោះចេញពីភាពរងទុក្ខនៃកិលេសតាំងពីសេចក្តីពិតក្រោធក្រៀតខាងក្រៅគេចូលទៅដល់សេចក្តីពិតទីបំផុតនៃចិត្តនិងកាយរួចហើយគេទៅហួសពីនេះទៅទៀតហើយពិសោធន៍ឃើញសេចក្តីពិតមួយដែលនៅហួសផុតពីចិត្តនិងកាយហួសផុតពីពេលនិងវេហាហួសផុតពីវិស័យនៃភាពប្រែប្រួលជាលោកីយ៍នេះគឺសេចក្តីពិតនៃការរួចរដោះទាំងស្រុងចេញពីកិលេសចេញពីគ្រឿងសៅហ្មងនិងចេញពីទុក្ខគ្រប់បែបយ៉ាងទាំងអស់ទោះបីគេឲ្យឈ្មោះសេចក្តីពិតចុងបំផុតនេះថាជាអ្វីក៏ដោយមិនជាការសំខាន់ទេសេចក្តីពិតនេះជាគោលដៅចុងបំផុតរបស់មនុស្សគ្រប់គ្នាសូមឲ្យអ្នកទាំងអស់ពិសោធន៍ឃើញសេចក្តីពិតចុងបំផុតនេះសូមឲ្យមនុស្សទាំងអស់បានរួចរដោះចេញពីកិលេសពីភាពរងទុក្ខរបស់ខ្លួនសូមឲ្យអ្នកទាំងអស់បានសប្បាយរីករាយនឹងសុភមង្គលពិតប្រាកដសន្តិភាពពិតប្រាកដសុខដុមរមនាពិតប្រាកដសូមឲ្យសពសត្វបានប្រកបតែនឹងសេចក្តីសុខភវតុសព្វមង្គលំ